របស់លោកនោះគឺត្រូវកាត់ក្បាលព្យួរកឲ្យគេមើលដែលហ៊ានប្រមាថព្រះកិត្តិយសរបស់ព្រះធីតាលីឡាវឌីឯងស្លាប់មិនខានទេអាចន្ទខានមានអ្វីដែលអាចដោះសារឲ្យខ្លួនឯងទេព្រះធីតាមិនដាក់ទោសឯងពិតមែនទេប៉ុន្តែគឺខ្ញុំព្រះពូគិតថានាងមិនបានសួរនាងទេម៉ែដោះនាងមិនបាច់ឆ្លើយទេគឺព្រះពូពិតមែននេះចន្ទខាតដែលឯងលួចចូលទៅព្រះក្រឡាបន្ទឹមរបស់ព្រះធីតាប្រព្រឹត្តអំពើញោមញីព្រះកិត្តិយសកំហុសនៅលើកនេះត្រូវតែមានទោសតែមួយយ៉ាងទេកាន់ក្បាលព្រះអង្គសូមព្រះបារមីព្រះអង្គសូមទ្រង់មានព្រះរាជបញ្ជាឲ្យនាំគេបណ្ឌិតនេះឲ្យយកទៅកាត់ក្បាលក្រាបទូលសូមព្រះបារមីព្រះអង្គពេលនេះព្រះអង្គថាត់សច្ចៈនឹងបានលើកកម្លាំងមកជិតកំផែងប្រទេសហើយព្រះអង្គលោកក៏ធ្វើយ៉ាងម៉េចនឹងចន្ទខាននេះអីអាហារនៅទីនេះចង់បានយកទៅយកទៅអូយអាហារច្រើនណាស់អូយស៊ីយកទៅអាហារនៅកន្លែងនេះចន្ទខាតយកទៅឲ្យខ្ញុំបោះទៀតបោឈប់យើង5ថៃឈប់អើយឈប់ទាហានឈប់ទៅ5ថៃឈប់ទៅដោះឈប់ភ្លាមយកទៅយកទៀតទៅខ្ញុំសាងខ្ទមនេះឲ្យពួកនាងហើយយប់នេះពួកនាងដេកនៅកន្លែងនេះចុះហើយចុះលោកវិញខ្ញុំនឹងដេកនៅក្រោមដើមឈើដេកលើដើមឈើបែបនេះខ្ញុំគឺមិនបានស្និទ្ធស្នាលឲ្យកក់ក្ដៅជាមួយសូរិយខាតនឹងណាបងគិតស្អីគិតក្នុងចិត្តក៏បានដែរយើងគឺជាបងហើយដែលសំខាន់យើងជួបគេមុនឯងដូច្នេះហើយសូរិយខាតត្រូវតែជារបស់យើងចាអេសូរិយខាតសំឡេងអ្នកណាសំឡេងរបស់ខ្ញុំដែលនៅពេលនោះអីដៃរ៉ាប៊ីនេះឯងនៅរស់ទេគឺខ្ញុំនៅរស់ទេខ្ញុំស្មានថាឯងស្លាប់តាំងពីរដូវក្តៅបាត់ទៅហើយខ្ញុំនៅរស់ខ្ញុំនៅតាមលោកគ្រប់ទីកន្លែងលើកលែងតែកោះហើយនឹងសមុទ្រនោះខ្ញុំរួចជីវិតមកបានព្រោះថាបានស្បែកជើងពិសេសរបស់នាគតូចឯងមិនចាំបាច់បារម្ភពីខ្ញុំនោះទេខ្ញុំមានវត្ថុពិសេសដែលធ្វើឲ្យខ្ញុំហោះហើរដើរលើអាកាសបានតែខ្ញុំចង់មកដាស់តឿនឯងឲ្យគិតពីទូនាទីដែលត្រូវធ្វើជាមួយនឹងចន្ទខាតប្អូនរបស់ឯងនឹងណា
រឿងដែលយើងត្រូវរួមគ្នារកវត្ថុមួយវត្ថុនោះខ្ញុំនៅមិនតាន់ដឹងទេថាវាជាអ្វីឯងក៏នៅធ្វើខ្លួនជាមនុស្សប្រុសគួរឲ្យស្រឡាញ់មានភាពកក់ក្ដៅនិស្ស័យល្អគ្មានពេលឲ្យទៀតទេចូលប្រញាប់តាមរកវត្ថុនោះទេខ្ញុំទៅហើយណាអើដៃរវីបងអូនខ្ញុំនៅណាអូយចន្ទខាននេះឯងសើចធ្វើអីហ្នឹងខ្ញុំឈួតដែរយំនោះទៅតែកិច្ចផុតពីការកាត់ក្បាលមកអាមនុស្សម្នាក់ចុះថយចេញទៅខ្ញុំមានរឿងចង់និយាយជាមួយចន្ទខានតែព្រះទីណាក្រាមទូលអាមនុស្សម្នាក់ចុះនេះវាឈ្នះសង្គ្រាមដោយប្រើល្បិចកលអញ្ចឹងនឹងសម្រេចដោយខ្លួនឯងថាអ្នកណាខុសអ្នកណាត្រូវឯងអាចទៅបានហើយចុះព្រះធីតាចង់ដាក់ទោសអ្វីខ្ញុំទៀតហើយទោះមនុស្សដូចខ្ញុំខិលខូចប៉ុណ្ណាខ្ញុំក៏ធ្វើឲ្យព្រះអង្គសុទ្ធចៈនេះដកថយចេញពីនគរកោសិនអញ្ចឹងចង់ប្រាប់ឯងថាឯងប្រកាសជាមិនរួចខ្លួនទេមិនរួចខ្លួនខ្ញុំធ្វើល្អបែបនេះនៅមិនរួចខ្លួនទេទេពិតមែនហើយឯងមិនរួចខ្លួននោះទេហេតុអីចង់កាត់ក្បាលខ្ញុំឲ្យគេមើលមែនទេអូយធ្វើស្អីនឹងខ្ញុំនឹងចាប់អូយរៀបអភិសេកអូយស្លាប់ហើយធោមានស្អីហេតុអីវាទៅជាបែបនេះទៅកោតហ៎ទៀងដែរទេបបតចន្ទខានេះត្រូវកាត់ក្បាលយកទៅព្យួរកឲ្យជ្រុងកំផែងហើយព្រះធីតាលីឡាវឌីនេះប្រែត្រូវត្រឡប់ឲ្យចាប់យកអភិសេកឃើញទេព្រះអើយនេះហើយអាចមកពីជាមនុស្សបនបារមីរបស់ទេវបុត្រវាក៏រឿងអាក្រក់ខ្លាំងជាល្អនឹងណាមិនបានបណ្ដោយឲ្យទៅជាយ៉ាងនេះទៀតមិនបានទេហេតុអីគឺលោកក៏ដឹងដែរថាព្រះអិនណាទ្រង់ខ្ញាល់ខ្លាំងណាស់ហើយលោកក៏ដឹងហើយថាបើខឹងឡើងបោនោះផែនដីនៅរជួយខ្យល់ព្យុះនឹងបោកបក់ហើយផែនដីរលាយអូហូហើយសូរិយាខានរបស់យើងអូយស្លាប់អើយយ៉ាំម៉េចភ្លេចរឿងរបស់ខ្ញុំទៅហើយថាម៉េចរវល់តែរឿងរបស់ឯងយើងនឹងត្រឡប់ទៅមើលដឹងថាវាបង្វែងជាមួយនាងអូខ្ជិលបែបនេះទៅបានដែរទេនេះព្រះហើយគឺហៅថាលក្ខណៈផ្ទាល់ខ្លួននាងគឺខ្ញុំការប្រយុទ្ធមិញខ្ញុំរងាដេកក៏មិនលក់សម្លឹងរលោកនឹងក៏រកមិនឃើញទៀតខ្ញុំទៅដេកក្រោមដើមឈើពេលយប់ជ្រៅខ្ញុំក៏ផ្លាស់ទៅដេកនៅយប់នេះបើសិនជាលោករងាមកដេកនៅឯខ្ទមរបស់យើងនឹងក៏បានដែរណាពិតមែនហើយខ្ញុំព្រមឲ្យភាពកក់ក្ដៅទៅលោកយើងចែករំលែកភាពកក់ក្ដៅឲ្យលោកនឹងណានេះឯងមកតាពីពេលណាពេលដែលឯងចេញមកយើងនឹងក៏លួចមកដែរប៉ុន្តែយើងជាបងឯងណាយើងក៏ជាបងឯងត្រូវតែលះបង់ឲ្យបងទៅវាត្រូវរឿងផ្សេងនេះវាអាចតែរឿងនេះគ្មានផ្លូវនោះទេសូរិយាខានសូរិយាខានគឺព្រោះតែឯងនឹងបើសិនជាមិនមកប៉ាល់គេទេនោះពេលនេះខ្ញុំបានចាប់គេបាត់ទៅហើយសូរិយាខាន
នេះបើខ្ញុំមិនជួយនាងពីសំពៅធ្លាយនោះទេខ្ញុំក៏មិនមកអង្គុយពិបាកបែបនេះដែរខ្ញុំត្រូវតែតាមរកសង្ខារទេវីឲ្យឃើញបើមិនចឹងទេប្អូនបងបងចាប់ហើយนั่งเฝ้ารอสวัสดีที่เซซัดด้วยต้องพลัดหลงพรากจากเรือใหญ่ระหกระเหินอยู่ป่าเขาลำเนาไพรมองทางไหนเปลี่ยวว่างร่างผู้คนให้ห่วงหาอะไรใจเจียนขาดตะวันสาดส่องแสงทุกแห่งหนจนคำมาลาลับเลืออับจนไรเงาคนเฝ้ารอทรมานព្រះธิดาหม่อมฉันខ្ញុំម្ចាស់ឃើញព្រះธิดารងចាំតាំងតែពីថ្ងៃដំបូងរហូតដល់ថ្ងៃនេះខ្ញុំម្ចាស់អាណិតព្រះธิดาខ្លាំងណាស់ក៏មកអាណិតយើងអីអាណិតយើងធ្វើអីតែដែលយើងនៅមានសង្ឃឹមថានឹងបានជួបព្រះស្វាមីរបស់យើងយើងជឿថាបុណ្យកុសលដែលសូរិយាខាតបានជួយដល់អ្នកដទៃនិងជួយធ្វើគេមានសុវត្ថិភាពព្រះអើយព្រះธิดาจันทสุริของวิเศษมาเก็บเอาไว้เป็นรากไม้พลิกชีวิตขีดชะตาเอ่ยលោលំផាន់ស្អីគេស្អីស្អីនឹងជូតទឹកមាត់នេះលោកប្រហែលចេញពីឋានសួគ៌មកយូរគឺធ្វើអីដោយមិនដឹងថាដូចជាមនុស្សទៅហើយយ៉ានូមើលទៅនេះឃើញទេអើយយ៉ាមកហើយអូបាត់ធွာយយើងមិនមែនអ្នកហៀទឹកមាត់ទេព្រោះតែខ្ញុំភ្លេចខ្លួនតែបណ្ដោះទេភ្លេចអីទៅឃើញដែរទេនោះនាងទី1នាងលុនស្អីនោះកំពុងតែចាប់ផ្ដើមពេញកំមុំស្អាតមានមន្តស្នេហ៍ស្រស់សភាស្អាតដល់ថ្នាក់នេះយើងសង្ស័យអីទៀតហើយគឺសង្ស័យថានាងនេះណានឹងធ្វើឲ្យបេះដូងដែលរឹងមាំដូចថ្មរបស់សូរិយាខាតនេះញោមញ័រសខ្ចីប្រាប់ហើយយកទេខ្ញុំយកអាហារមកឲ្យពួកនាងលោកចង់ទៅណាហ្នឹងខ្ញុំនឹងទៅអង្គុយសមាធិដើម្បីឲ្យចិត្តស្ងប់លោកមិនចាំបាច់ទៅទេលោកប្រហែលជាហត់នឿយត្រូវរកអាហារឲ្យពួកខ្ញុំមកអីសម្រាប់ទៅណាចាំខ្ញុំធ្វើទៅសាច់អាហារចូលមកខ្ញុំក៏គួរចាំបាច់ឲ្យដែរតបស្នងដែលលោកប្រោះសេចក្តីសុខឲ្យពួកខ្ញុំនឹងណាតបស្នងដែលលោកបានជួយជីវិតខ្ញុំមានប្រពន្ធហើយ
ហើយខ្ញុំមកធ្វើល្អដាក់នាងខ្ញុំទទួលការសង្កុនពីពួកនាងមិនបានពិតមែនញ៉ាំសន្នឲ្យឆ្អែតទៅស្អែកនេះខ្ញុំនឹងជូនពួកនាងទៅប៊ីទៅហើយនេះយើងក៏ធ្វើយ៉ាងម៉េចល្អទៅបូណាជួយបងផងរួចពីសង្គ្រាមរបស់សុតចក្រហើយយើងនឹងរៀបចំពិធីអភិសេកឲ្យឯងជាបរិសដែលមើលទៅចម្លែកពិតមែនហើយតែក៏មិនខុសពីបុត្ររបស់យើងដែរនេះឯងគឺជាអ្នកជ្រើសរើសហើយទូលបង្គំយើងដឹងណាថាមនុស្សដូចឯងមិនមានកិត្តិយសទេរឿងទាំងអស់ដែលកើតឡើងក៏ព្រោះតែឯងមានអ្វីមួយយ៉ាងឯណាឯងសាកនិយាយរឿងរបស់ជនអនាថាគឺខ្លួនឯងឲ្យយើងស្ដាប់បន្តិចទៅមើលរឿងរបស់ខ្ញុំមិនសមគួរនឹងទទួលទេការពិតអ្វីនៅលើលោកនេះដែលមិនគួរនិយាយនោះការពិតដែលថាទូលបង្គំមានកំណើតគឺជាអ្នកសំទានការពិតដែលមិនអាចផ្លាស់ប្ដូរកូនអ្នកសំទានជាមួយនឹងបុត្រស្ដេចប្រើជីវិតរួមគ្នាមិនបានទេឯងជាកូនប្រុសឯងសាកប្រាប់យើងមកថាឯងនឹងបដិសេធបុត្រីរបស់យើងយ៉ាងម៉េចទូលបង្គំនឹងទូលព្រះធីតាថាព្រះធីតាទ្រង់ខ្ពង់ខ្ពស់ដូចជាសូគាតែទូលបង្គំតូចទាបដូចជាឆ្កែវ័នមិនអាចទៅរួចទេអាចន្ទខាត់អ្នកបនេចរនឹងវានឹងរៀបអភិសេកនឹងព្រះធីតាលីឡាវឌីអញ្ចឹងខ្ញុំក៏មានសង្ឃឹមដែរលពងវាមិនងាយបែបនេះទេព្រះនាងស្អប់ឯងណាស់ព្រះធីតាអាចដឹងរឿងផែនការអាក្រក់ក៏ថាបានដែរតែពុកមិនយល់សោះហេតុអ្វីអាអ្នកបនេចរនោះទៅវាមិនឆក់ឱកាសយកលៀបយោទៅវាល្ងងនឹងណាលោកអាម៉ានប៉ុន្មានណាលពងវាល្ងងតែការធ្វើសង្គ្រាមជាមួយព្រះសុតចក្របានបង្ហាញថាវាមិនមែនជាមនុស្សល្ងងទេតែវាជាមនុស្សឆ្លាតល្បិចច្រើនឬមួយក៏ជាផែនការចង់យកឈ្នះព្រះតីព្រះធីតាព្រះធីតាកុំអីព្រះធីតានេះអញ្ចឹងមិនហេអាមនុស្សបនេចរបើហើយណាហ៊ានបដិសេធនៅការរៀបអភិសេកជាមួយយើងអីព្រះធីតាឯងមានស្អីល្អទេរឿងមួយក៏ឯងដឹងថាយើងស្រឡាញ់ឯងនេះក៏ធ្វើបាបចិត្តយើងเพราะรักซ่อนให้หลุดพ้นរឿងមួយពេលដែលឯងដឹងថាយើងស្រឡាញ់ឯងក៏ធ្វើបាបចិត្តរបស់យើងឯងឃើញទេនាងលងស្រឡាញ់ខ្ញុំហើយមែនទេតែមិនអីទេព្រោះថាខ្ញុំណាគឺជាកំឡោះរូបសង្ហានៅខាងក្រៅខ្ញុំមិនចម្លែកចិត្តទេដែលនាងទប់ចិត្តមិនបានបើដើមទ្រូងរបស់នាងរីកធំត្រូវតែយកចេញមកក្រៅហើយណែបានទុកនៅតែក្នុងនឹងវាធ្ងន់ខ្លាំងណាស់ណាឯងស្លាប់ទៅព្រះធីតាកុំអីព្រះធីតាកុំណាឯងស្លាប់ទៅបើខ្ញុំស្លាប់ប្រយ័ត្ននាងខូចចិត្តណាក៏បានយើងមិនសម្លាប់ឯងនៅថ្ងៃនេះទេប៉ុន្តែនៅពេលដែលចប់សង្គ្រាមជាមួយនឹងស្ថាបចក្រហើយនោះហើយឯងមិនព្រមរៀបអភិសេកជាមួយនឹងយើងឯងបានស្លាប់ជាមិនខានព្រះធីតាអូយស្លាប់ហើយ
បងតើខ្ញុំធ្វើយ៉ាងម៉េចទៅបងនាងចាំបានទេថាប្រទេសនាងនៅណាខ្ញុំចាំអត់បានទេខ្ញុំក៏ចាំមិនបានដែរខ្ញុំក៏ដូចគ្នាចាំអត់បានទេហើយឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅដូនចាខ្ញុំហើយនឹងពួកនាងមានសមត្ថភាពធ្វើការងារខ្លះដែរចាំខ្ញុំទៅកំពង់ទូកដើម្បីជួយសម្រាលការងាររបស់ដូនចាខ្លះយើងដឹងថាឯងចង់ទៅចាំមើលផ្លូវប្តីរបស់ឯងទីនោះមែនទេខ្ញុំរងចាំរាល់ថ្ងៃមកដល់ពេលនេះខ្ញុំគ្មានតម្រូវអីរបស់សូរិយាខាតសោះដូនចាជួយបង្ហាញផ្លូវឲ្យខ្ញុំផងបានទេខ្ញុំនឹងបន្លំខ្លួនធ្វើជាអ្នកស្រុកព្រៃភ្នំដើម្បីកុំឲ្យអ្នកដទៃចាំបានណាដូនចានៅតាមផ្លូវវាមានគ្រោះថ្នាក់ណាស់ពួកប្រុសអ៊ំទូកក៏ប្រកែកញ៉ែប្រកែកឌឺដងទៀតប៉ុន្តែខ្ញុំក៏មានវិជាជាប់នឹងខ្លួនដែរដូនចាស់កុំបារម្ភពីខ្ញុំអីបើអញ្ចឹងយើងក៏តាមចិត្តឯងដែរចាំយើងនឹងបង្ហាញផ្លូវឲ្យឯងចោះต้องการเป็นเจ้าของโคโค่นะจ๊ะព្រះធីតាសម្លឹងរមើលអីហ្នឹងយើងកំពុងតែសម្លឹងមើលសូរិយាខានជួនកាលគេអាចនៅកំពុងសំពៅមួយនោះក៏ថាបានខ្ញុំម្ចាស់ក៏មើលដែរប៉ុន្តែមើលទៅមើលមកអត់ឃើញព្រះស្វាមីរបស់ព្រះធីតាទេសូរិយាខានបងគឺជាមនុស្សល្អមនុស្សដែលមានបុណ្យដូចជាបងមិនត្រូវស្លាប់ទេខ្ញុំដឹងហេស្រីម្នាក់នេះជាអ្នកណាទៅវិញស្អាតដល់ហើយមិនដូចស្រីក្នុងភូមិនេះទេតែខ្លួនពិតជាអាក្រក់ណាស់មែនហើយមិនដឹងថាយកកណ្ដាត់ស្អីមកឃ្លុំមុខឯយើងនៅធំក្លិនស្អុយដូចជាជាប់ចំមកហើយឡើយទេទៅព្រះធីតាហេអូនស្រីកំពុងចាំអ្នកណារើថយចេញទៅហេស្រីម្នាក់នេះណាទោះជាចាស់បន្តិចមិនដែរតែក៏អាចបណ្ដោះគោយបានដែរណាវុយចាប់ទៅវុយថយចេញទៅពួកឯងចេញទៅពួកឯងចេញផុតទៅមកនេះមកអូយនេះមកនេះមកមកនេះមកភ្លៀងមកនេះមកចាប់វាបានអូយលេងគេទៅបាននាងព្រមដោះដូរនឹងខ្លួននាងឲ្យពួកយើងបានចាត់ការម្នាក់ម្ដងបានគ្រប់គ្នាឬបានในทางศึกแค่นึกก็ชนะทั่วสากลចាប់លេងគេទៅបាននាងព្រមដោះដូរខ្លួននាងឲ្យពួកយើងបានចាត់ការម្នាក់ម្ដងណាក៏បានលេងយើងទៅអើយពោះអើយពោះជួយផោអើយជួយផោពោះអើយពោះអើយទៅហើយ
យើងគ្មានថ្ងៃដកតបជាដាច់ខាតបើយើងវាយនគរកោស៊ីនមិនបានទីនោះវាធ្វើដាក់មនុស្សរបស់យើងដូចជាឆ្កែអង្គេស៊ីបោះអាហារឲ្យស៊ីខំគ្នាតតែស្លាប់តែហ៊ានយើងសម្លាប់គ្នាឯងដោយសារតែភាពស្រេកឃ្លានយើងគ្មានស្បៀងហើយយើងក៏គ្មានអាហារដែរពិបាកឲ្យតែហ៊ានរស់នៅខ្លាំងណាស់ក្រាបទូលពេលនេះកងទ័ពបានជ្រួលច្បល់ហើយគ្មានអ្នកណាមានចិត្តចង់ធ្វើសង្គ្រាមទៀតទេក្រាបទូលបង្គំគិតថាការដែលយើងតស៊ូទៀតគ្មានប្រយោជន៍នោះទេលើកងទ័ពទៅព្រះនគរវិញទៅមិនទេយើងគ្មានថ្ងៃទៅដោយបរាជ័យនោះទេតែយើងគ្មានស្បៀងគ្មានអាហារទេក្រាបទូលទឹកនោះអីយើងនៅមានទឹកឯងយើងមិនចង់ធ្វើបែបនេះទេលោកអាម៉ានតែយើងចាំបាច់ធ្វើពិតមែនហើយគិតថាផែនការនេះប្រើការបានដែរព្រះអង្គចន្ទខាតពេលដែលយើងនៅជាមួយបំប្រោះរបស់យើងពេលដែលយើងចាប់ត្រីមិនបានយើងក៏ប្រើឬឈើមួយនេះហើយបោះវាចូលទៅអោទាហានបោះចូលលើព្រះអង្គសត្វដល់កំអីទឹកមានជាតិពុលមានរឿងធំហើយលោកអាមាត្យកងទ័ពមួយចំនួនដែលបានស្រេកទឹកបានតែផឹកទឹកយ៉ាងឆ្អែតហើយក៏ដល់គ្នាឈឺពោះស្ទើរស្លាប់ស្ទើររស់ទៅហើយនៅក្នុងទឹកមានជាតិពុលក្រាបទូលក្នុងទឹកមានជាតិពុលទេនេះពិតជាទៅតាមផែនការលោកចន្ទខានពិតមែនលោកអាមាត្យកងទ័ពរបស់ព្រះអង្គសុទ្ធចក្រនឹងផឹកទឹកនៅឲ្យដងអូដោយស្រេកឃ្លានរហូតដល់អស់កម្លាំងកំហែងទៅហើយផែនការរបស់លោកពិតជាអស្ចារ្យណាស់ហើយយើងគិតធ្វើយ៉ាងម៉េចបន្តទៀតទៅលោកចន្ទខានត្រូវតែវាយប្រហារព្រះអង្គសុទ្ធចក្រទាហានត្រៀមខ្លួនបាទទាហានត្រៀមខ្លួនចូលអូយទាហានយ៉ាងម៉េចហើយអូយពួកទាហាននាំគ្នាឈឺពោះអស់ហើយលោកអាមាត្យទាហានចូលទាហានចូលอัศจรรย์เห็นหัวลายามราตรีเอ่ย
ឯងនេះទេអានៅក្នុងព្រះអង្គអើយតម្រាំតែចាំយើងបានវាយឺតពេលទៅហើយយើងនឹងធ្វើឲ្យឯងចាំយើងមុនពេលស្លាប់ឯងដេកយល់សពទៅព្រះអង្គកងទ័ពយើងទប់ទល់លេងឈ្នះហើយទូលបង្គំគិតថាដកទ័ពសិនទៅក្រាបទូលយើងស៊ូស្លាប់ព្រះអង្គឆាប់រត់ទៅក្រាបទូលហឺយឆាប់រត់ទៅក្រាបទូលទាហានដកថយឆាប់ទៅក្រាបទូលបងណាវាទៅហើយព្រះអង្គសុទ្ធចក្រវារត់ទៅហើយយើងទទួលជ័យជំនះហើយយើងឈ្នះហើយវាឈ្នះហើយអាចន្ទខានវាឈ្នះទៀតហើយយើងឈឺចិត្តណាស់ហេតុអីវាទៅជាបែបនេះទៅកើតស្បាថាទេវបុត្រចន្ទខានត្រូវមានទោសកាត់ក្បាលទៅហើយតែបែរជាឈ្នះទៅវិញហើយបានគុណសម្បត្តិអភិសេកជាមួយព្រះធីតាលីឡាវឌីទៀតនេះហើយដែលគេហៅថាស្នេហ៍ស្មោះមិនធ្លាប់ចាញ់នោះទេវាដូចជាលោកឯងមានឯស្នេហ៍ស្មោះធ្លាប់មានឯធ្លាប់តែយូរហើយចាំមិនបានទេអញ្ចឹងតើឃើញទេលោកនេះក៏មិនយល់ចិត្តរបស់អ្នកមានស្នេហ៍ស្មោះដែរហើយប្រពន្ធរបស់លោកនេះប្រហែលថ្មើរនេះអង្គុយតែម្នាក់ឯងអូយពេលនេះប្រហែលជាអបសុកតែម្នាក់ឯងនៅលើមេឃហើយចង់ដឹងទេថាពេលនេះគេកំពុងតែធ្វើអីពិតជាស្រស់សង្ហាខ្ញុំមិនដែលឃើញនោះទេមនុស្សប្រុសនៅក្នុងនគរនេះដែលប្រកែបែបនេះមានតែទេវបុត្រចន្ទខាតនេះឯងអីចាមិនមែនរបស់ភីលៀងតែម្នាក់នោះទេរបស់ពួកយើងដែរនេះពួកឯងជារបស់យើងទេបងបងអូនឈឺ